សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍ត្រឡប់មកកាន់ Channel រៀនភាសាអង់គ្លេសរបស់ VCE ថ្ងៃនេះគឺជាថ្ងៃច័ន្ទហើយថ្ងៃនេះយើងនឹងរៀនពាក្យដែលពេញនិយមហើយនឹង clear ខ្លះៗដែលអ្នកអាចយកវាទៅប្រើប្រាស់នៅក្នុងការសន្ទនាប្រចាំថ្ងៃរបស់អ្នកបានតោះយើងចាប់ផ្ដើម Welcome back to VCE English Learning Channels. It's Monday and today we are going to learn some common words and phrases you can use it in everyday conversation. Let's get started. ពាក្យថ្ងៃនេះគឺ excited ថ្នាក់ពាក្យជាគុណនាមវាមានន័យថាមានអារម្មណ៍រីករាយឬក៏រីករាយជាមួយនឹងអ្វីមួយ Today word is excited. Part of speak is adjective. It means feeling very happy or eager about something. សូមអ្នកទាំងអស់គ្នាអានវាតាមខ្ញុំ excited សូមម្ដងទៀត excited ប្រសើរណាស់ Please repeat after me. Excited. One more time. Excited. Well done. ខ្ញុំមានឧទាហរណ៍ចំនួន2ទាក់ទងនឹងការប្រើប្រាស់ពាក្យ excited ជូនអ្នកទាំងអស់គ្នា Here are the two examples of the word excited. ឧទាហរណ៍ទី1ខ្ញុំរីករាយនឹងទៅលេងនៅឆ្នេរសមុទ្រនៅចុងសប្តាហ៍នេះ First example I'm really excited to visit the beach this weekend. ឧទាហរណ៍ទី2នាងរីករាយក្នុងការទទួលបាននៅការងារថ្មី The second example They so excited about the new job offer. តើអ្នកអាចបង្កើតប្រយោគជាមួយនឹងពាក្យ excited នៅក្នុង comment ខាងក្រោមបានទេ Can you use excited in a sentence? Comment below. ប្រសិនបើអ្នកពេញចិត្តនឹង video មួយនេះសូម complete ជួយចុច like ហើយនឹង share video នេះទៅកាន់មិត្តភ័ក្តិដើម្បីបានទទួលមេរៀនថ្មីបន្ថែមទៀតជួបគ្នានៅ video ក្រោយទៀត If you enjoy this word don't forget to like this video and subscribe for more and share with your friend and see you in the next video